សួស្តីបងប្អូនអ្នកសិក្សាទាំងអស់គ្នាជាទីមេត្រីនៅក្នុងមេរៀននេះបន្ទាប់ពីយើងបាន install កម្មវិធី Conical Head Accounting ហើយគឺយើងត្រូវបង្កើតក្រុមហ៊ុនថ្មីនៅក្នុងមេរៀននេះខ្ញុំបាទសូមណែនាំអំពីការបង្កើតក្រុមហ៊ុនថ្មីដោយមានភ្ជាប់ជាមួយនឹងការបង្កើត data folder ការបង្កើតឈ្មោះ currency និងការបង្កើត chart account ជាដំបូងយើងបង្កើតក្រុមហ៊ុនថ្មីគឺយើងចុចប៊ូតុង create new company ក្នុងនេះប្រសិនបើយើងចុចប៊ូតុង create new company with sample data មានន័យថាមានទិន្នន័យគំរូសម្រាប់ការសិក្សាបន្ថែមជាបឋមប្រសិនបើយើងបើកកម្មវិធី Conical Head Accounting នឹងចេញផ្ទាំង Data Manager មកដើម្បីឲ្យយើងបង្កើតក្រុមហ៊ុនថ្មីហើយមានក្រុមហ៊ុនគំរូខ្ញុំបាទសូមបង្កើតក្រុមហ៊ុនថ្មីដែលយើងចុច create a new company ទាំងអស់គ្នាបាទយើងនឹងចេញផ្ទាំង browse for folder ដើម្បីកំណត់ទីតាំងបង្កើតទីតាំងដែលយើងទុកទិន្នន័យរបស់ក្រុមហ៊ុនថ្មីយើងអូខេខ្ញុំចុចរើសទីតាំងខ្ញុំទុកនៅលើ desktop ខ្ញុំចុច make new folder ខ្ញុំវាយឈ្មោះក្រុមហ៊ុនbase បាទខ្ញុំចុច OK បាទនឹងចេញសារមួយបញ្ជាក់ពីទិន្នន័យ data ថ្មីរបស់ក្រុមហ៊ុនយើង Would you like to use this company data ចុច Yes បាទយើងរងចាំបន្តិចពេលនោះទាំងដើម្បីបង្កើតអាសយដ្ឋានក្រុមហ៊ុនថ្មីដែលនឹងលេចឡើងដើម្បីឲ្យយើងបំពេញនៅព័ត៌មានសំខាន់របស់ក្រុមហ៊ុនយើងដូចជាដើម្បីបង្កើតក្រុមហ៊ុនថ្មីមាន4ផ្ទាំង Company Identification ព័ត៌មានចាំបាច់ Accounting Setup Banking Detail និង Contact Detail Company Identification គឺយើងដាក់ឈ្មោះក្រុមហ៊ុនពេលដែលបងប្អូនមានជា license ផ្ទាល់ខ្លួនយើងនឹងអាចក្រុមហ៊ុនអាចដាក់ជាឈ្មោះក្រុមហ៊ុនរបស់យើងផ្ទាល់បាទ company VAT number គឺលេខខ្ទង់ពន្ធដែលមាន9ខ្ទង់ហើយនឹងសកម្មភាពជំនួញSale activity បាទយើងវាជា2ភាសាបាទបន្ទាប់មកយើងយក Accounting Setup គឺការបរិច្ឆេទរបស់វត្តគណនេយ្យគឺបើសិនបើយើងចាប់ផ្ដើមប្រើ system ក្នុងវត្តគណនេយ្យពីថ្ងៃទី1ខែ8ឆ្នាំ2014ដូច្នេះវត្តគណនេយ្យគឺរហូតដល់ឆ្នាំ2015 Conversion month គឺថ្ងៃដែលយើងចាប់ផ្ដើមរកស៊ី Bank Detail ជាព័ត៌មានលម្អិតរបស់ធនាគារមានឈ្មោះលេខកុងធនាគារអាសយដ្ឋានលេខទូរស័ព្ទលេខកូដសាខាបាទទាំងអស់នេះជាព័ត៌មានផ្ទាល់របស់ធនាគារដែលយើងប្រើប្រាស់បាទចំណែក Contact Detail គឺជាព័ត៌មានរបស់ក្រុមហ៊ុនយើងផ្ទាល់មានអាសយដ្ឋានមានលេខផ្លូវលេខសង្កាត់ខណ្ឌទីក្រុងលេខទូរស័ព្ទ email យើងត្រូវវាយជា2ភាសានៅក្នុងនេះពីព្រោះក្នុង system កម្មវិធី Conical Head គឺរបាយការណ៍អាចលោតជា2ភាសាគឺភាសាខ្មែរហើយនិងភាសាអង់គ្លេសបាទដើម្បីកុំឲ្យខាតពេលខ្ញុំបាទសូមរំលងព័ត៌មានធនាគារបងប្អូនអាចបំពេញបន្ថែមដោយខ្លួនឯង contact detail របស់ក្រុមហ៊ុន
បាទខ្ញុំចុច update បាទបន្តមកយើងចាំបន្តិចបន្ទាប់ពីយើងបានបង្កើតព័ត៌មានដែលសំខាន់សម្រាប់ក្រុមហ៊ុនថ្មីយើងពេលនោះវានឹងលោតសារមួយបញ្ជាក់ថាក្រុមហ៊ុនរបស់យើងបានបង្កើតដោយជោគជ័យ Your company detail has been successfully updated បាទយើងចុច OK គឺព័ត៌មានចាំបាច់ក្រុមហ៊ុនយើងបានបង្កើតហើយដើម្បីផ្ទៀងផ្ទាត់យើងអាចយកពាក្យ company data manager បាទនេះឈ្មោះក្រុមហ៊ុនយើងនឹងលេចឡើងនៅក្នុងផ្ទាំង data manager យើងអាចបង្កើតក្រុមហ៊ុនច្រើននៅក្នុងផ្ទាំងនេះបាទចំណុចមួយទៀតខ្ញុំសូមបន្តទៅ currency ពេលដែលយើងបង្កើតក្រុមហ៊ុនថ្មីចាំបាច់ត្រូវមាន currency ដើម្បីឲ្យទិន្នន័យជា report ជារបាយការណ៍មានអាចដំណើរការទៅតាម currency ដែលយើងបានកំណត់បាទនៅក្នុង currency ទី1 manage currency គឺការបង្កើតឈ្មោះ currency manage exchange rate source ការបង្កើតឈ្មោះគ្រឹះស្ថាន currency ដែលយើងអាចយកមកប្រើនិង manage currency exchange rate គឺការកំណត់ការចុះបញ្ចូលក្នុងតារាង currency ដែលយើងប្រើដើម្បីឲ្យ report ដើម្បីក្នុងរបាយការណ៍អាច load ទៅតាមការកំណត់របស់យើងបាទខ្ញុំសូមចូល currency បាទនៅក្នុងផ្ទាំង currency គឺយើងបង្កើតឧទាហរណ៍នៅក្នុងនេះដោយសារមានដុល្លារហើយនិងរៀលហើយនៅក្នុង system ខ្ញុំសូមបង្កើតលុយបាតបាទខ្ញុំវាយជាភាសាខ្មែរបាទត្រូវវាយពីរភាសាអង់គ្លេសនិងភាសាខ្មែរបាទក្នុងពិពណ៌នាយើងអាចដាក់ឡើងវិញដូចគ្នាក៏បានបាទហើយ symbol យើងអាចដាក់អក្សរ B ក្នុងភាសាខ្មែរបាទជាការស្រេចសម្រាប់នៅក្នុង decimal format គឺការប្រើក្បៀសឬចំណុចដើម្បីកាត់ខ្ទង់បាទ number of digit in group យើងអាចដាក់3ខ្ទង់តួលេខរបស់យើងនឹងលោត3ខ្ទង់ដើម្បីកាត់សង្កាត់ឬក៏យើងដាក់2ខ្ទង់នឹងលោតជា2ខ្ទង់ដើម្បីកាត់សង្កាត់ខ្ញុំសូមដាក់3ខ្ទង់បាទចំណែក number pattern បើសិនបើលេខជា positive យើងឲ្យសញ្ញាលោតខាងមុខឬក៏ខាងក្រោយជា negative យើងអាចឲ្យសញ្ញាលោតដោយជាវងកញ្ចក់ឬក៏សញ្ញាដកទៅតាមតម្រូវការខ្ញុំបាទសូម add ចូលចំណុចបន្ទាប់ក្នុងការបង្កើតគ្រឹះស្ថាន currency ខ្ញុំអាចចូលតាមនេះក៏បាន manage exchange rate source បាទនឹងចេញផ្ទាំងមួយនេះដើម្បីឲ្យបង្កើតឈ្មោះគ្រឹះស្ថានដែលយើងប្រើប្រាស់ជាប្រចាំថ្ងៃប្រចាំខែប្រចាំអាទិត្យតើ currency របស់យើងលោតក្នុង$1ស្មើ4080ឬក៏លុយបាត1បាត31បាតស្មើនឹង$1ឧទាហរណ៍ខ្ញុំបង្កើតលីហួរបាទខ្ញុំវាយជាភាសាខ្មែរបាទ description ខ្ញុំអាច copy ចូលជាភាសាខ្មែរបាទចំណុចមួយទៀតគឺយើងត្រូវរើសថាតើយើងនៅក្នុងគ្រឹះស្ថានឈ្មោះលីហួរយើងចង់តាមដានមើលជាប្រចាំខែប្រចាំអាទិត្យឬក៏ប្រចាំថ្ងៃឬក៏ប្រចាំឆមាសត្រីមាសឬក៏ប្រចាំឆ្នាំបាទខ្ញុំសូមយក daily បាទហើយខ្ញុំ add ពេលនោះបើសិនបើយើងចង់មើលយើងអាចចុចបញ្ចូលទៅក្នុងកែវយឹតនៅក្បែរឈ្មោះនេះដើម្បីមើលគ្រឹះស្ថានអត្រាដែលយើងបានកត់បញ្ចូលសម្រាប់ប្រើប្រាស់បាទចំណុចមួយទៀតខ្ញុំអាចចុច maintain exchange rate គឺដើម្បីបានដល់ផ្ទាំងទី3ដែលយើងធ្វើការកំណត់អ
ត្រារបស់យើងបាទខ្ញុំសូមរើសដុល្លារខ្ញុំរើសគ្រីស្តានណាមួយដែលខ្ញុំបានបង្កើតឧទាហរណ៍លីហួរពេលនោះផ្ទាំងជាប្រចាំថ្ងៃវានឹងលោតមកឲ្យយើងឧទាហរណ៍ថាយើងទីនេះយើងនៅក្នុងខែសីហាខែ8ថ្ងៃទី22ហោហែរហូតមកគឺទូនីតិរបស់គណនេយ្យករដើម្បីតាមដានរបាយការណ៍ខ្លួនឲ្យបានត្រឹមត្រូវទៅតាមអត្រាប្រូប្រាក់ទីផ្សារគឺយើងត្រូវវាយតួលេខទៅតាមប្រចាំថ្ងៃដែលយើងបានកំណត់ឧទាហរណ៍ថ្ងៃនេះថ្ងៃទី27ខ្ញុំវាយក្នុងថ្ងៃទី27គឺ40-80ស្មើនឹង$1ដូច្នេះខ្ញុំ save បាទនេះជាការស្រេចបាទដូច្នេះសរុបមកដើម្បីបង្កើត currency គឺយើងត្រូវបង្កើតឈ្មោះ Crystal currency បាទជាដុល្លារសំទោសជាឈ្មោះ currency ជាដុល្លារជាលុយបាតឬក៏ជាលុយ pound បាទបន្ទាប់មកឈ្មោះ Crystal នៃអត្រានោះអត្រាប្រាក់នោះបន្ទាប់មកគឺយើងវាយត្រាប្រាក់នោះចូលទៅក្នុង system ដើម្បីឲ្យប្រព័ន្ធរបាយការណ៍រត់ទៅតាមការកំណត់របស់យើងបាទចំណុចមួយទៀតខ្ញុំបាទសូមណែនាំអំពីការបង្កើត chart account ការបង្កើត chart account សំខាន់នៅក្នុងក្រុមហ៊ុនមួយយើងត្រូវមានការកំណត់ដោយត្រឹមត្រូវបាទដើម្បីបង្កើត chart account ខ្ញុំចូល general ledger ខ្ញុំចូល account manage account បាទ display account ប្រើសម្រាប់ការបង្ហាញនៅពេលដែលយើងបង្កើត account ហើយយើងនឹងបង្ហាញនៅក្នុង display account បាទខ្ញុំសូមចូល manage account ក្នុង sample របស់ខ្ញុំសូមបង្ហាញការបង្កើត account ចំនួន3COGS មានន័យថា cost of goods sold ថ្លៃដើមរបស់ទំនិញណាមួយដែលខ្ញុំឧទាហរណ៍ ACAL បាទខ្ញុំវាយជាពីរភាសាដើម្បីឲ្យរបាយការណ៍ក្នុង account របស់ខ្ញុំអាចលោតជាពីរភាសាប៉ុន្តែដោយសារនៅក្នុងនេះឈ្មោះទំនិញរបស់ខ្ញុំមានលក្ខណៈស្មុគស្មាញអញ្ចឹងខ្ញុំសូមប្រើជាភាសាអង់គ្លេសក្នុងករណីមាន sub account មេយើងអាចដាក់ប៉ុន្តែក្នុងឧទាហរណ៍ខ្ញុំមិនមានក្នុង description បងអាចដាក់ជាសម្គាល់បែបណាមួយបាទ account number វាអាស្រ័យលើ account type ក្នុងនេះវាជា cost sale បាទដែលខ្ញុំទៅប្រើ account លេខ5បាទហើយលេខបន្តទៀតខ្ញុំអាចដាក់តាមតម្រូវការរបស់ខ្ញុំបាទតោះមកខ្ញុំចុច add បាទខ្ញុំសូមបង្កើត account មួយទៀត inventory ឈ្មោះដដែលខ្ញុំ copy បាទហើយក្នុង account type របស់ខ្ញុំប្រភេទវាជា current asset ខ្ញុំដាក់ក្បាលលេខ1បាទនៅក្នុង bank related account ក្នុងករណីយើង tick ក្នុងករណី account ជាសាច់ប្រាក់អូខេ account មិនមែនជាសាច់ប្រាក់ទេដូច្នេះខ្ញុំ add បាទខ្ញុំសូមបង្កើត account មួយទៀត revenue ទៅលើមុខទំនិញដដែលបាទព្រោះ system តម្រូវឲ្យយើងវាយចូលទាំងពីរទាំងភាសាខ្មែរនិងភាសាអង់គ្លេសប៉ុន្តែយើងអាចវាយក្នុងភាសាខ្មែរជាភាសាអង់គ្លេសក៏បានបាទប្រភេទជា revenue ជា income បាទមានក្បាលលេខ4បាទហើយខ្ញុំ add សូមបញ្ជាក់បងប្អូនម្ដងទៀតថានៅក្នុងការបង្កើត asset account type និងលេខសម្គាល់មានសារៈសំខាន់ដូច្នេះសូមបងចុះឲ្យបានត្រឹមត្រូវឧទាហរណ៍ថាបើសិនជា asset បងត្រូវយកក្បាលលេខ1ហើយបងអាចចុះ
លេខបន្តបន្ទាប់តាមតម្រូវការ ប្រសិនបើជា liability ជា long term liability ឬជា current liability ក៏ដោយគឺត្រូវបងយកមកលេខ2បាទលេខតបន្ទាប់អាស្រ័យទៅលើបងចំណែកequity បាទគឺបងត្រូវយកក្បាលលេខ3បាទចំណែក income បងត្រូវយកក្បាលលេខ4និងលេខបន្តទៅតាមតម្រូវការបងប្អូននឹងcosel ដូចដែលខ្ញុំបានបង្កើតខាងដើមcosel គឺយើងត្រូវយកក្បាលលេខ5បាទចុងក្រោយគឺ expense បងត្រូវយកក្បាលលេខ6បាទនឹងលេខបន្តដូច្នេះក្នុងការបង្កើត chart account បងត្រូវរើស account type និងលេខកូដក្បាលខាងដើមឲ្យបានត្រឹមត្រូវជាលក្ខណៈស្តង់ដារបាទគេដើម្បីមើល account ដែលយើងបានបង្កើតយើងយក ledger account និង display account ខាងដើមខ្ញុំបានបង្កើត account 3គឺ account ថ្លៃដើមឈ្មោះទំនិញ ACAL Control Panel ខ្ញុំបានបង្កើត revenue ខ្ញុំបានបង្កើត control panel បាទនៅក្នុងផ្ទាំង display account បងអាច edit បាទដើម្បីកែ account ណាមួយដែលយើងធ្វើទៅមានកំហុសឆ្គងយើងអាច edit ហើយយើង save បាទក្នុងមេរៀននេះខ្ញុំសូមបញ្ចប់ប៉ុណ្ណេះយើងនឹងជួបគ្នាក្នុងមេរៀនបន្តទៀតសូមអរគុណ